ការប្រយុទ្ធគ្នារវាងក្រពើនិងពស់ថ្លាន់គឺជាសមរភូមិដ៏ជក់ចិត្តមួយនៅក្នុងធម្មជាតិហើយលទ្ធផលគឺមិនមានអ្នកឈ្នះដាច់ខាតនោះទេវាអាស្រ័យទៅលើកត្តាសំខាន់មួយចំនួនដូចជាទំហំទីកន្លែងនិងអ្នកដែលវាយប្រហារមុនខាងក្រោមនេះជាការវិភាគពីចំណុចខ្លាំងនិងឱកាសឈ្នះរបស់សត្វទាំងពីរ 1. ករណីក្រពើជាអ្នកឈ្នះក្រពើភាគច្រើនមានប្រៀបជាងប្រសិនបើវាមានទំហំធំពេញវ័យអាវុធប្រឡាយកម្លាំងខំរបស់ក្រពើគឺខ្លាំងបំផុតមួយនៅលើពិភពផែនដីរួមផ្សំនឹងធ្មេញស្រួចយុទ្ធសាស្ត្រប្រសិនបើក្រពើខំពស់ថ្លាន់ជាប់ហើយអូសចូលទៅក្នុងទឹកជ្រៅរួចប្រើក្បាច់បង្វិលខ្លួនសម្លាប់ Death Roll នោះឆ្អឹងរបស់ពស់ថ្លាន់នឹងត្រូវខ្ទេចហើយលង់ទឹកងាប់មិនខានភាគរយឈ្នះខ្ពស់ខ្លាំងប្រសិនបើជាក្រពើទឹកប្រៃឬក្រពើអាមេរិក Alligator ធំ 2. ករណីពស់ថ្លាន់ជាអ្នកឈ្នះពស់ថ្លាន់ជាពិសេសពស់ថ្លាន់ភូមាឬពស់ថ្លាន់អាមេរិកខាងត្បូង Anaconda ក៏អាចស៊ីក្រពើបានដែរឲ្យតែក្រពើនោះមានទំហំតូចឬវត្តឈុំអាវុធប្រឡាយការរឹតបន្តឹងកម្លាំងសាច់ដុំ Constriction វាមិនមានពីសទេប៉ុន្តែវាប្រើខ្លួនដ៏វែងរបស់វាទាក់ព័ទ្ធសត្រូវយុទ្ធសាស្ត្រប្រសិនបើពស់ថ្លាន់អាចឈ្ងក់វាយប្រហាររួចរំពាត់ខ្លួនក្រពើបានមុនវានឹងរឹតរហូតដល់ក្រពើដាច់ខ្យល់ដង្ហើមឬគាំងបេះដូងស្លាប់បន្ទាប់មកវានឹងលាបក្រពើទាំងមូលតែម្ដងភាគរយឈ្នះខ្ពស់នៅពេលវាជួបក្រពើតូចឬនៅលើគោកដែលក្រពើពិបាកបង្វិលខ្លួនសេចក្តីសន្និដ្ឋានបើក្រពើធំជួបពស់ថ្លាន់តូចមធ្យមក្រពើឈ្នះដាច់ខំបំបែកក្បាលឬស៊ីទាំងរស់បើពស់ថ្លាន់ធំជួបក្រពើតូចពស់ថ្លាន់ឈ្នះរឹតឲ្យងាប់ហើយលាបចូលពោះបើទំហំធំពេញវ័យដូចគ្នាក្រពើមានឱកាសឈ្នះខ្ពស់ជាងប្រហែល 60% ទៅ 70% ដោយសារវាមានស្បែកក្រាស់ដូចជាក្រោះការពារការរឹតបានល្អនិងមានកម្លាំងខំអាចកាត់ផ្ដាច់សាច់ពុះបានយ៉ាងងាយស្រួលនៅក្នុងតំបន់ Everglades នៃរដ្ឋ Florida សហរដ្ឋអាមេរិកគេតែងតែឃើញសត្វទាំងពីរប្រភេទនេះ Alligator និង Burmese Python ប្រយុទ្ធគ្នាញឹកញាប់ដោយម្ដងក្រពើស៊ីពុះម្ដងពស់ស៊ីក្រពើតាមស្ថានភាពជាក់ស្ដែង